សូមដំណឹងល្អចូលមានដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងជួបគ្នាតាមពេលវេលាដែលបានកំណត់ទុកយើងនឹងបន្តការសិក្សាស៊េរីនៃព្រះគុណក្នុងចំណងជើងថាជីវិតជំរុញដោយព្រះគុណបាទភាគ2ថ្ងៃនេះយើងនឹងនិយាយអំពីសេចក្តីជំនឿនិងព្រះគុណដូច្នេះបងប្អូនដែលបានចូលមកសូមមេត្តាជួយ share ម្នាក់មួយបាទដើម្បីចែករំលែកដំណឹងល្អនេះទៅដល់បងប្អូនជាទីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាបាទបងប្អូនទទួលសម្លេងខ្ញុំបានច្បាស់ចូលមេត្តា comment មួយមកបាទបងប្អូនទទួលអរគុណព្រះអង្គមុននឹងចាប់ផ្ដើមសូមបងប្អូនសម្រួមចិត្តអធិដ្ឋានជាមួយនឹងខ្ញុំទាំងអស់គ្នាព្រះបបិតាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទកូនអរព្រគុណព្រះអង្គនៅការប្រទានពេលវេលាដល់ពួកកូនទាំងអស់គ្នាក៏ដូចជាទ្រង់បានប្រទានថ្ងៃដ៏អស្ចារ្យសម្រាប់ពួកកូនទាំងអស់គ្នាដែលជាអ្នកបម្រើទ្រង់ក៏ដូចជារាជរបស់ទ្រង់នៅលើផែនដីនេះកូនអរព្រគុណព្រះអង្គកូនអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលរួមមកសិក្សាស៊េរីនៃព្រះគុណសម្រាប់ឲ្យបងប្អូនបានទទួលនៅគ្រប់អស់ទាំងសេចក្តីពិតដែលជាសេចក្តីអាថ៌កំបាំងនៃព្រះបន្ទូលរបស់ទ្រង់នៅថ្ងៃនេះសូមព្រះគុណនៃព្រះបានចម្រើននៅគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគាត់បានគ្រប់គ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គថ្ងៃនេះយើងនឹងចូលភាគ2គឺនិយាយអំពីសេចក្តីជំនឿនិងព្រះគុណមុននឹងចាប់ផ្ដើមបងប្អូនដែលមានគម្ពីរបាទសូមលើកមកទាំងអស់គ្នានេះគឺជាគម្ពីររបស់ខ្ញុំធ្វើដោយដែលព្រះគម្ពីរនិយាយថាខ្ញុំធ្វើខ្ញុំមានដោយដែលព្រះគម្ពីរនិយាយថាខ្ញុំមានចេញពីព្រះគម្ពីរនេះសូមឲ្យកើតឡើងនៅសេចក្តីចេះដឹងនិងយោបល់ខ្ញុំទទួលយកនៅពេលនេះព្រះបន្ទូលព្រះមានជីវិតរស់នៅព្រះបន្ទូលព្រះកំពុងដំណើរការព្រះបន្ទូលព្រះមានជាប់នៅជាមួយនឹងគ្រប់គ្រាន់តាមធម្មជាតិរបស់ទ្រង់ព្រះទ្រង់មានបន្ទូលព្រះគម្ពីរបានបញ្ជាក់ហើយហោរាបានប្រកាសឲ្យបានឈ្នះរួចហើយក៏បញ្ចប់ហើយដែរនៅក្នុងព្រះនាមដ៏មានគ្រប់ព្រះជេស្តាគឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះយើងដឹងហើយថាយើងគឺជាអ្នកដែលរស់នៅក្នុងជំនាន់ព្រះគុណយើងគឺមិនមែនជាមូលហេតុដែលធ្វើឲ្យព្រះយេស៊ូវត្រូវសុគតត្រូវឆ្កាងនៅលើឈើឆ្កាងនោះទេគឺជាពួកឯកកោយើងពីមុនមកទេប៉ុន្តែយើងមិនមែនជាពួកឯកកោយើងទេយើងគឺជាអ្នកដែលកើតក្រោយឈើឆ្កាងយើងគឺជាផលផ្លែរបស់ឈើឆ្កាងដែលព្រះយេស៊ូវទ្រង់បានធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើងទាំងអស់គ្នារស់នៅជំនាន់នេះយើងមិនមែននៅក្រោមក្រឹតវិន័យទេប៉ុន្តែយើងនៅក្រោមច្បាប់នៃព្រះគុណវិញពីព្រោះមិនមានអ្នកណាម្នាក់ដែលអនុវត្តតាមក្រឹតវិន័យរបស់ម៉ូសេបាននោះទេគឺមានតែម្នាក់គត់គឺជាព្រះយេស៊ូវនេះឯងហេតុដូច្នេះហើយទ្រង់មកដើម្បីបំពេញពាក្យថាបំពេញនេះគឺធ្វើឲ្យក្រឹតវិន័យទាំង10ប្រការនេះគឺបានសម្រេច
បាទចឹងឧទាហរណ៍ថាបើសិនជាទ្រង់មិនចុះមកទេវាអត់មានម្នាក់តតែសោះដែលគោរពក្រឹតវិន័យរបស់ច្បាប់នៃក្រឹតវិន័យបានគ្មានទេដែលជាហេតុទ្រង់ត្រូវចុះមកដើម្បីបំពេញមិនមែនលើកក្រឹតវិន័យចោលទេនៅពេលណាដែលច្បាប់មួយត្រូវបានបំពេញហើយជំនួសដោយច្បាប់មួយទៀតអញ្ចឹងយើងមិនមែនជាអ្នកដែលត្រូវអនុវត្តច្បាប់មុនទេយើងត្រូវអនុវត្តច្បាប់ឥឡូវបាទអញ្ចឹងយើងប្រទេសមួយគឺគេអនុវត្តច្បាប់ដែលបានអនុម័តនៅចុងក្រោយគេបាទច្បាប់នោះគឺនៅមានអំណាចក្នុងការអនុវត្តប៉ុន្តែយើងក៏ដូចគ្នាដែរយើងមិនមែននៅក្នុងច្បាប់នៃក្រឹតវិន័យទេព្រោះយើងនៅក្នុងច្បាប់ព្រះគុណអញ្ចឹងសូមបងប្អូនកុំឲ្យមានការដែលអាចថាយល់មិនទាន់ដល់ឬក៏នៅមានការច្រឡំគ្នាអញ្ចឹងយើងមិនមែននៅក្នុងច្បាប់នៃក្រឹតវិន័យទេពីព្រោះក្រឹតវិន័យដែលអត់មានអ្នកណាធ្វើបាននោះគឺអីច្បាប់នៃក្រឹតវិន័យវាធ្វើឲ្យអំពើបាបនោះមានអំណាចយើងនឹងមិនដឹងតែខ្លួនឯងបាបដោយសារអីដោយសារមានក្រឹតវិន័យនេះឯងអញ្ចឹងសេចក្តីងងឹតអរិយវានឹងមានអំណាចនៅពេលណាដែលយើងចូលទៅក្នុងក្រឹតវិន័យនេះឯងហេតុដូច្នេះទ្រង់បានសុគតទ្រង់បានលួសយើងទ្រង់បានបង់ថ្លៃជំនួសយើងដើម្បីឲ្យយើងបែរមករកព្រះគុណវិញបាទព្រះគុណគឺជាអំណោយទានសេចក្តីជំនឿក៏ជាអំណោយទានដែរយើងតែងតែយល់គេហៅថាយល់ច្រឡំហើយយើងតែងតែព្យាយាមតស៊ូនៅក្នុងជីវិតធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានសេចក្តីជំនឿដើម្បីឲ្យមានព្រះគុណដើម្បីឲ្យបានទទួលព្រះគុណពីព្រះនេះគឺជាការយល់មួយមិនត្រឹមត្រូវទេហេតុអីពីព្រោះសេចក្តីជំនឿនឹងព្រះគុណគឺជាអំណោយទានមិនមែនជាការដែលយើងខំប្រព្រឹត្តដើម្បីឲ្យបាននោះទេប្រសិនបើយើងគិតថាខ្ញុំធ្វើវាបានដោយខ្លួនខ្ញុំនោះបងប្អូនច្បាស់ជាបាត់ព្រះពរពីព្រោះព្រះគុណសេចក្តីជំនឿមិនមែនកើតឡើងដោយការធ្វើចេញពីខ្លួនឯងទេអេមែនគឺជាព្រះគ្រីស្ទដែលជាអ្នកធ្វើអ្វីគ្រប់យ៉ាងជំនួសយើងរួចហើយយើងគ្រាន់តែទទួលយកមកប៉ុណ្ណោះកាលពីសប្តាហ៍មុនយើងរៀនអំពីអំណោយទាននិងរង្វាន់បាទជាអំណោយទានហើយនិងរង្វាន់ហ្នឹងវាខុសគ្នាត្រង់ណារង្វាន់តដែលយើងធ្វើរង្វាន់ដូចជាកីឡាករខំរត់ប្រណាំងខំប្រកួតប្រជែងគ្នាដើម្បីយកអ្នកឈ្នះប៉ុន្តែយើងមិនមែនជាអ្នកដែលត្រូវប្រកួតយើងខំប្រឹងដើម្បីធ្វើសកម្មភាពឲ្យបានឈ្នះនោះទេពីព្រោះយើងស្ថិតនៅក្រោមព្រះគុណពីព្រោះព្រះគុណហើយនឹងអំណោយទានហើយនឹងរង្វាន់វាខុសគ្នាគឺព្រះគុណគឺជាអំណោយទានមិនមែនជារង្វាន់ទេពីព្រោះព្រះគ្រីស្ទបានធ្វើឲ្យយើងគ្រប់គ្នាទុកសម្រាប់យើងរួចហើយអញ្ចឹងដូច្នេះយើងមិនគួរខំព្យាយាមដើម្បីឲ្យបានសេចក្តីជំនឿឲ្យបានព្រះគុណពីព្រះនោះទេប្រសិនបើយើងមើលនៅក្នុងបទគម្ពីរ1 កូរិនតូសចំពុក15ខ34បាទយើងមើលទាំងអស់គ្នាខ្ញុំនឹងអានជូនចូលភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្តីសុចរិតចុះកុំឲ្យធ្វើបាបឡើយនៅថ្ងៃដែលយើងបានកើតជាថ្មី
នោះយើងបានទទួលសេចក្តីសុចរិតគ្រប់រួចអស់ទៅហើយមិនមែនយើងត្រូវខំប្រឹងធ្វើឲ្យបាននោះទេពីព្រោះព្រះយេស៊ូវទ្រង់បានធ្វើអ្វីគ្រប់យ៉ាងទាំងអស់រួចហើយខ្ញុំនឹងលើកយកអំពីឧទាហរណ៍មួយបាទដែលហៅរ៉ា BB Angel គាត់ពេលដែលគាត់ចូលទៅបន្តការសិក្សារបស់គាត់នៅពេលដែលប្រឡងពេលនោះលោកគ្រូរបស់គាត់បានឲ្យជំរើស2ជំរើសទី1គឺប្រាប់គាត់ថាអ្នកនឹងបានជាប់ដោយគ្រាន់តែអ្នកទៅសេតែឈ្មោះរបស់អ្នកហើយបានហើយបាទជំរើសទី2អ្នកនឹងប្រសិនបើអ្នកខំព្យាយាមឆ្លើយតាមបទពិសោធន៍របស់ខ្ញុំជាគ្រូមិនមាននរណាម្នាក់ដែលបានជាប់នោះឡើយអញ្ចឹងដល់ពេលដល់ថ្ងៃប្រឡងដល់ពេលដល់ថ្ងៃប្រឡងហៅរ៉ា BB Angel គាត់ធ្វើតាមគាត់សរសេរតែឈ្មោះគាត់ឯងហើយគាត់បិទហើយគាត់នឹងមិនចេញភ្លាមទេគាត់នៅអង្គុយមួយស្របក់ដើម្បីគាត់កលេចទៅអ្នកឆ្វេងអ្នកស្ដាំពួកគាត់ខំប្រឹងឆ្លើយតែដល់ពេលដែលគាត់បើកវិញ្ញាសានឹងមកវាមិនមែនជាវិញ្ញាសាគេហៅត្រូវឬខុសឬក៏ការធីកយកចម្លើយណាដែលត្រូវគឺវាអត់មានគឺសរសេរសុទ្ធហ្មងបាទអញ្ចឹងអ្នកផ្សេងពួកគាត់ខំប្រឹងសរសេរខំប្រឹងឆ្លើយតែគាត់យកជំរើសដែលលោកគ្រូរបស់គាត់បានប្រាប់ថាឲ្យជំរើស2ថាបើអ្នកគ្រាន់តែសរសេរនឹងឈ្មោះសេតែឈ្មោះរបស់អ្នកនឹងបានជាប់អញ្ចឹងលទ្ធផលអ្នកដែលខំប្រឹងសរសេរឆ្លើយទៅនឹងចម្លើយគឺជាការសរសេរមិនមែនចម្លើយជាការជ្រើសរើសទេអញ្ចឹងពួកគាត់ជ្រើសរើសយកការឆ្លើយទៅតាមសំណួរដែលមានហើយការឆ្លើយនោះគឺជាការសរសេរចឹងនៅពេលដែលចេញជាលទ្ធផលទៅអ្នកដែលសរសេរទាំងប្រមាណគឺធ្លាក់ទាំងអស់ហើយអ្នកដែលដាក់តែឈ្មោះគឺបានជាប់ចឹងហេតុអីបានតែយើងត្រូវដាស់សេចក្តីជំនឿសេចក្តីសុចរិតរបស់យើងឲ្យងើបមកដោយសារតែពេលដែលយើងកើតជាថ្មីយើងបានទទួលមុនគេគឺសេចក្តីសុចរិតនេះឯងពីព្រោះដើម្បីឲ្យយើងមានជីវិតរស់នៅជីវិតអស់កលចឹងកុំឲ្យយើងយល់ថាយើងជាមនុស្សម្នាក់ដែលមិនស្អាតស្អំមិនសុចរិតមិនអីនោះទេចឹងយើងត្រូវតែដាស់ហេតុអីបានយើងត្រូវដាស់សេចក្តីសុចរិតរបស់យើងឲ្យដំណើរការឡើងវិញពីព្រោះពេលដែលយើងកើតជាថ្មីយើងទទួលបានអំណោយទាននៃសេចក្តីសុចរិតនេះមកពីព្រះដាស់នេះមានន័យថាម៉េចយើងយកវាមកប្រើឡើងវិញបើសិនជាយើងមើលនៅក្នុងគម្ពីរអេផេសូជំពូក4ខ23និងខ24យើងនឹងឃើញថាខ្ញុំនឹងអានជូនអេផេសូជំពូក4ខ23និង24ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើងព្រមទាំងប្រដាប់ខ្លួនដោយមនុស្សថ្មីវិញដែលកើតមកក្នុងសេចក្តីសុចរិតហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិតតាមភាពព្រះបាទរបស់ផងសេចក្តីពិតនេះតើសេចក្តីពិតជាអីគឺសេចក្តីពិតនេះគឺជាព្រះសេចក្តីពិតជាព្រះយេស៊ូវសេចក្តីពិតជាព្រះបន្ទូលបាទតាមភាពព្រះជាងឲ្យយើងរស់នៅក្នុងជាជីវិតថ្មីមិនមែនជាជីវិតចាស់នោះទេអញ្ចឹងប្រសិនបើសិនជាយើងនៅនិយាយនៅក្នុងលក្ខណៈបែបនេះមានន័យថាម៉េចមានន័យថាអ្នកខ្លះអត់ជឿថាគ្រាន់តែជឿប៉ុណ្ណឹងវាបានសុចរិតហ្នឹងដូចវាអត់បែបអញ្ចឹងណាបាទអត់បែបអញ្ចឹងគឺខំប្រឹងធ្វើខំប្រឹងដាក់វិន័យខ្លួនឯងបែបបត់ជាច្រើនត្រូវបានគេហៅថាយកមកដាក់ឲ្យខ្លួនឯងហ្នឹងបានគោរព
តែតាមពិតទៅគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើគ្រប់យ៉ាងសម្រាប់យើងរួចហើយដូចខ្ញុំតែងតែលើកឧទាហរណ៍មួយថាតើយើងចាំបាច់ឧទាហរណ៍ថាបើសិនតែយើងទិញ franchise កាហ្វេទៅចុះកាហ្វេ brand ណាមួយតើយើងនឹងអង្គុយពិចារណាថាតើអាយ latte គេហ្នឹងតើគេឲ្យយើងដាក់អញ្ចឹងយើងនឹងអង្គុយស្រាវជ្រាវទៀតឬយ៉ាងណាឬក៏យើងគ្រាន់តែប្រើថាទឹកដោះគោស្រស់ប្រមាណកាហ្វេប្រមាណដាក់របៀបម៉េចយើងធ្វើតាមគេអញ្ចឹងឬក៏អង្គុយឆ្ងល់ថាហេតុអីបានគេត្រូវដាក់ទឹកដោះគោប៉ុណ្ណឹងអង្គុយស្រាវជ្រាវទៀតឬក៏យ៉ាងណាគឺអត់ទេយើងមិនគួរត្រូវអង្គុយស្រាវជ្រាវទៀតទេអត់ទេបើគេដាក់តារាងមកថាកាពូជីណូគេដាក់របៀបម៉េចមានធាតុផ្សំអីខ្លះគេមានក្រិតរបស់គេវល់ទៅយើងធ្វើតាមនោះទៅបានតែយើងអង្គុយឆ្ងល់ទេដូចគ្រូមួយគាត់ថាគាត់និយាយថាពេលដែលយើងដាក់សម្បកកង់ឡានយើងមិនបាច់អង្គុយឆ្ងល់ថាតើសម្បកកង់ឡានហេតុអីបានវាមូលហើយទៅស្រាវជ្រាវថាហេតុអីបានជាវាដើមកំណើតមកវាចេញមិនបាច់ទេបើសិនជាកង់ឡានយើងសឹកសម្បកដូរទៅហើយប្រើទៅចប់អត់បាច់អង្គុយឆ្ងល់ថាហេតុអីនៅខាងក្នុងវាមានស្អីខ្លះអីអត់បាច់ទេហើយអ្នកខ្លះទៀតគឺព្យាយាមធ្វើម៉េចឲ្យខ្លួនឯងសុចរិតឲ្យខ្លួនឯងបរិសុទ្ធខំប្រឹងធ្វើតាមពិតព្រះយេស៊ូវធ្វើរឿងហ្នឹងសម្រាប់ធ្វើទាំងអស់ហ្នឹងឲ្យបានមកយើងរួចហើយទ្រង់បរិសុទ្ធបាទទ្រង់បរិសុទ្ធទ្រង់សុចរិតទ្រង់អត់មានអំពើបាបអីទេអញ្ចឹងទ្រង់ធ្វើរឿងទាំងអស់ហ្នឹងគឺសម្រាប់យើងអ្វីដែលយើងត្រូវធ្វើយើងគ្រាន់តែទទួលទាំងសេចក្តីជំនឿនិងសេចក្តីនិងព្រះគុណជាអំណោយទានសម្រាប់ជីវិតយើងទៅបានហើយយើងអត់ចាំបាច់ត្រូវចំណាយពេលច្រើនទៀតដើម្បីធ្វើវានោះទេចឹងដូច្នេះបើសិនជាយើងនិយាយបែបនេះយើងនឹងមើលនៅក្នុងខជំពូកគម្ពីររ៉ូមជំពូក10ខ17ដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះអញ្ចឹងមិញថាសេចក្តីជំនឿគឺជាអំណោយទានហើយចុះមិនក៏គម្ពីររ៉ូមជំពូក10ខ17ហ្នឹងនិយាយថាសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះទៅវិញតើបទគម្ពីរទាំងពីរនេះមានភាពគេហៅថាប្រឆាំងគ្នាឬក៏ផ្ទុយគ្នាដែរឬយ៉ាងណាចឹងយើងមើលជាបន្តបន្ទាប់សិនយើងដឹងហើយថាគម្ពីរបានប្រាប់យើងថាសេចក្តីជំនឿគឺជាអំណោយទានបាទគឺជាអំណោយទានមិនមែនតាមរយៈការធ្វើអ្វីមួយនោះទេអ្វីដែលយើងខំព្យាយាមធ្វើនោះគឺដោយសារអីដោយសារយើងអត់ដឹងថាព្រះបន្ទូលព្រះអត់ដឹងថាសេចក្តីជំនឿគឺជាអំណោយទានដែលជាហេតុគម្ពីររ៉ូមបានណែនាំឲ្យយើងព្យាយាមសង្វាតអានព្រះបន្ទូលហើយឮព្រះបន្ទូលពាក្យថាឮព្រះបន្ទូលនេះមានថាអានហើយឮមានថាអានហើយយល់បាទអានហើយយល់តែអ្នកយល់អត់ថាព្រះបានឲ្យសេចក្តីជំនឿនេះគឺជាអំណោយទានមិនមែនជាការខំប្រព្រឹត្តឲ្យបានសេចក្តីជំនឿនោះទេចឹងកាលណាយើងអានព្រះបន្ទូលច្រើនយើងនឹងយល់យើងនឹងឮថាអ្វីជាសេចក្តីជំនឿអ្វីជាព្រះគុណចឹងបើសិនតែយើងមើលថាសេចក្តីជំនឿយើងមើលព្រះគុណម្ដងនៅក្នុងគម្ពីរអេផេសូជំពូក2ខ8បាទខ្ញុំអានជូន
បាទត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះមិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញបាទចឹងនៅក្នុងនេះបញ្ជាក់ថាព្រះគុណជាអ្នកសង្គ្រោះយើងមិនមែនជំនឿទេបាទព្រះគុណគឺជាអ្នកសង្គ្រោះយើងដោយសេចក្តីជំនឿចឹងទាំងព្រះគុណទាំងសេចក្តីជំនឿគឺជាអំណោយទានទាំងពីរដូចគ្នាអញ្ចឹងមួយណាជាមួយណាជាបើសិនតែយើងយកវាមកថាតើព្រះគុណកើតចេញពីណាមកព្រះគុណគឺកើតចេញពីអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់យើងទាំងអស់យើងអត់រៀបរាប់ទេអ្វីដែលព្រះយេស៊ូវបានធ្វើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើងគឺសម្រាប់យើងទាំងអស់ហើយទ្រង់មិនមែនឲ្យតែយើងម្នាក់ទេគឺទ្រង់មកសម្រាប់ទ្រង់មានបន្ទូលថាម៉េចថាទ្រង់សង្គ្រោះលោកីនេះសង្គ្រោះពិភពលោកទាំងមូលអញ្ចឹងមិនមែនមានតែអ្នកឬអត់ខ្ញុំទេទាំងអ្នកនិងខ្ញុំគឺសង្គ្រោះដូចគ្នាដោយអីគឺដោយព្រះគុណរបស់ព្រះយេស៊ូវអញ្ចឹងបើសិនជាយើងមើលនៅក្នុងទាំងពីរនេះយើងច្បាស់ជាឆ្ងល់ថាចុះមានព្រះគុណផងមានសេចក្តីជំនឿផងអញ្ចឹងនៅក្នុងនេះយើងត្រូវដឹងថាតើព្រះគុណរបស់អ្នកណាជំនឿរបស់អ្នកណាតែដើម្បីសង្គ្រោះយើងត្រូវដឹងថាសេចក្តីសង្គ្រោះគឺដោយសារតែព្រះគុណទេមិនមែនដោយជឿទេអញ្ចឹងយើងមើលថាតើសេចក្តីជំនឿនេះតើនៅខាងណានៅខាងព្រះឬក៏នៅខាងយើងបាទអញ្ចឹងនៅខាងយើងអញ្ចឹងនៅក្នុងគម្ពីររ៉ូមមុនមិញគឺថាដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះអញ្ចឹងនៅក្នុងសេចក្តីពន្យល់នេះគឺប្រាប់យើងថាម៉េចថាបើយើងមិនព្យាយាមអានសិក្សាស្វែងយល់ព្រះបន្ទូលព្រះទេយើងច្បាស់ជាយល់ច្រឡំថាសេចក្តីជំនឿនៅតែខំប្រឹងធ្វើសេចក្តីជំនឿអត់ពិបាកអញ្ចឹងទេចឹងយើងមើលនៅក្នុងគម្ពីរអេភេសូមិញថាត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿអញ្ចឹងសេចក្តីជំនឿហ្នឹងប្រើដើម្បីអីដើម្បីគ្រាន់ទទួលយកមកទេបងប្អូនជឿថាព្រះយេស៊ូវបានសគត់សម្រាប់យើងទេបងប្អូនជឿថាព្រះយេស៊ូវបានប្រមូលអស់ទាំងអំពើបាបរបស់យើងទេបងប្អូនជឿថាព្រះយេស៊ូវបានប្រមូលគ្រប់អស់ទាំងជំងឺរោគគាជរាពិការពីយើងទេបងប្អូនជឿថាព្រះយេស៊ូវនឹងធ្វើអ្វីទាំងអស់សម្រាប់យើងទេបងប្អូនជឿថាព្រះយេស៊ូវពិតជាបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើងអត់វានៅកន្លែងហ្នឹងអញ្ចឹងអ្វីដែលបងប្អូនត្រូវការសង្គ្រោះតើបងប្អូនជឿទៅលើអ្វីដែលព្រះយេស៊ូវបានធ្វើគ្រប់យ៉ាងសម្រាប់យើងជឿនឹងជឿទៅលើអីជឿទៅលើអ្វីដែលព្រះយេស៊ូវបានធ្វើឲ្យយើងបងប្អូនជឿចឹងអត់ជឿហ្នឹងគឺអីការទទួលយកបាទជឿហ្នឹងគឺការទទួលយកដោយការពីយើងរៀនអំពីសេរីនៃសេចក្តីជំនឿអញ្ចឹងមួយជឿមួយសេចក្តីជំនឿជឿនៅណានៅខាងក្នុងអញ្ចឹងអ្វីដែលព្រះឲ្យមកគឺឲ្យសម្រាប់យើងឲ្យតាមរយៈព្រះបន្ទូលពេលយើងអានទៅគឺយើងចាប់ផ្ដើមជឿមានថាអ្វីដែលព្រះបាននិយាយមកកាន់វិញ្ញាណយើងនៅខាងក្នុងហ្នឹងគឺយើងឃើញសេចក្តីពិតជាច្រើនដូចនៅពេលនេះជាងថាព្រះគុណទេដែលជាអ្នកសង្គ្រោះយើងឃើញទេអញ្ចឹងបើសិនជាយើងអត់យកគម្ពីររ៉ូមចំពុក10ខ17ទៅអនុវត្តតាមដូច្នេះសេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលព្រះបើសិនជាយើងមិនព្រមអានមិនព្រមអីឲ្យច្រើនឮហ្នឹងគឺយល់ទេបងប្អូនណាមិនឮហ្នឹងមានន័យថាឮហ្នឹងមិនមែនមានន័យថា
ដូចបងប្អូនកំពុងស្ដាប់ខ្ញុំឮខ្ញុំនិយាយហ្នឹងមិនមែនមានន័យថាអញ្ចឹងទេឮនេះមានន័យថាបងប្អូនយល់ពេលដែលបងប្អូនអានពីមុនក៏ខ្ញុំអត់តន់យល់គេនឹងថាអានដើម្បីឲ្យឮគឺនាំគ្នាអានឮអានកោកអញ្ចឹងដើម្បីតិចឮតាមពិតឮនៅទីនេះមិនមែនឮទេគឺយល់បើមិនបងប្អូនអានហើយអត់យល់មានថាបងប្អូនដូចអត់ឮអញ្ចឹងបាទអញ្ចឹងឮមិនមែនមានន័យថាឮទេឮគឺបងប្អូនយល់តែពេលដែលបងប្អូនយល់ព្រះគម្ពីររំលឹកយល់ពីបទគម្ពីរដែរឬអត់កន្លែងហ្នឹងបងប្អូនឮអត់យល់អត់បើយើងចំនួនដោយពាក្យថាឮទៅជាយល់វិញបងប្អូននឹងច្បាស់ជាងាយជាងបើសិនតែយើងចំនួនពាក្យឮដោយយល់បងប្អូនចាំមើលខ្ញុំអានទៅជាចេះវិញណាដូច្នេះសេចក្តីជំនឿកើតឡើងដោយយល់ហើយដែលយល់នោះគឺដោយសារព្រះបន្ទូលព្រះបន្ទូលព្រះនឹងមកបញ្យល់យើងចឹងបើសិនតែយើងអត់អានព្រះបន្ទូលច្រើនអានគម្ពីរច្រើនធ្វើម៉េចយើងយល់អត់យល់នឹងហើយដែលយើងនាំគ្នានិយាយថាយើងសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីជំនឿហ្នឹងគឺការប្រព្រឹត្តយើងនាំគ្នាយល់ឡើងហ្នឹងការប្រព្រឹត្តតាមពិតការប្រព្រឹត្តនេះមិនមែនប្រព្រឹត្តធ្វើដើម្បីឲ្យជឿទេប្រព្រឹត្តនេះគឺនៅពេលណាដែលយើងយល់ហើយការយល់នោះគឺយល់ព្រះបន្ទូលព្រះពេលនោះយើងលែងច្រឡំហើយឃើញទេអញ្ចឹងសេចក្តីសង្គ្រោះមិនមែនកើតពីសេចក្តីជំនឿទេគឺកើតចេញពីព្រះគុណអញ្ចឹងអ្វីដែលសេចក្តីជំនឿនេះគឺយើងជឿទៅលើអីជឿទៅលើអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់យើងអត់បើជឿទទួលយកទៅតែប៉ុណ្ណាយើងចាំបាច់ពិចារណាទេបាទអញ្ចឹងកុំឲ្យនៅអង្គុយពិចារណាថាវាបែបនេះបែបនោះអញ្ចឹងបងប្អូនត្រូវដឹងថាគ្រប់អំណោយទានដែលព្រះឲ្យមកយើងនៅក្នុងគម្ពីរបានបញ្ជាក់ឲ្យថាគឺសុទ្ធតែជារបស់ល្អទាំងអស់អត់មានអំណោយទានមួយណាដែលព្រះឲ្យមកបែបនេះបែបនោះទេគឺទាំងអស់សុទ្ធតែល្អបើយើងមើលនៅក្នុងគម្ពីរយ៉ាកុបជំពូក1ខ17បាទខ្ញុំអានជូនគ្រប់ទាំងរបស់ល្អដែលព្រះប្រទានមកគ្រប់អ្វីដែលព្រះប្រទានមកគឺគ្រប់របស់ទាំងអស់របស់ល្អនឹងអស់អំណោយទានដល់គ្រប់លក្ខអញ្ចឹងអំណោយទានដែលព្រះឲ្យមកគឺគ្រប់លក្ខមានថាល្អឥតខ្ចោះអំណោយដែលព្រះឲ្យគឺល្អឥតខ្ចោះនោះសុទ្ធតែមកពីឋានលើអ្វីដែលល្អគឺមកពីលើគឺមកពីព្រះវរបិតានៃពន្លឺអញ្ចឹងនៅក្នុងគម្ពីរបានបញ្ជាក់ឲ្យថាទ្រង់គង់នៅក្នុងពន្លឺទ្រង់មិនចេះព្រួលប្រែសូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរបើយើងមើលនៅឃ្លាខាងក្រោយនេះគម្ពីរបានបញ្ជាក់ថាសូម្បីកុំថាឡើយព្រះមានគំនិតថាគិតប្រែព្រួលសូម្បីស្រមោលក៏អត់មានដែរចឹងគ្រាន់តែស្រមោលហ្នឹងក៏មិនមានផងបងប្អូនឃើញអ្វីដែលគម្ពីរបានបញ្ជាក់យើងចឹងបងប្អូនត្រូវដឹងថាអំណោយទានមិនមែនជាអ្វីដែលត្រូវធ្វើទេអំណោយទានអត់ធ្វើទេអំណោយទានមិនមែនខំប្រឹងធ្វើឲ្យដើម្បីទទួលបានអំណោយពីព្រោះអំណោយទានអត់តតងធ្វើទេយើងរៀនទី1គឺអំណោយទាននិងរង្វាន់ឲ្យយល់ពាក្យពីរហ្នឹងខុសគ្នាអំណោយទានអត់តតងធ្វើទេតែរង្វាន់ទៅយើងខំធ្វើដោយនៅក្នុងគម្ពីរយ៉ូហានចំពុក4ខ36អ្នកណាដែលចូលមកនៅក្នុងចម្រោតនោះនឹងបានរង្វាន់ឃើញទេអាហ្នឹងទៅធ្វើការបងប្អូនណា
từ sừng cua bờ lưng nếm từ ban rung quán bỏ thua bàn chứ bông bông na đây trong bàn prepo heran vật thọ do Johan chụp buôn kho sam và muối tay thưa tới châu bằng sông chầm rốt bông ôn từ sừng cua bờ lưng tới xài đầm nâng lọ đầm bầy ấy đầm bầy sừng cua bờ lưng bọc quát đầm bầy quát máu ai bè kri vinh chứ bông bông nâng bàn rung quán thấy nhé, nếu không bây giờ không công ty các bạn phải chạy tha rùng quán cứ ấy cứ tỏ thử chứ mà bọn trong bàn prepo hay ranh vật thóc bờ vòng bọn ở từ thử đó thử ấy sẽ group lưng thử xem bàn prepo bài xem phần tay mình men chí hay ranh vật thóc thì hay ranh vật thóc cứ chạy to nó pra mà thử mà bạn chấm khơi cho ban châu room ca phim sao mấy nơi hàng tạc kéo bà châu room bộ hàng sai đầm nâng lò bộ sai đầm nâng lò đấy cứ ông lê tha evangelist nữa cứ cái hai tha bờ chân là hai cái sai đầm nâng lò đại spirit embassy đại trong đa tam sầm nọc pre haura yuben chéo cứ krom được này bộ evangelist bà bộ sai đầm nâng lò trong bộ trong miến đầm nâng lọ tiền bay của đất đầm nâng lọ của má đầm nâng lọ du bê chôn đầm nâng lọ bên úc chả bà số một ôn chả mình tí bà trắng nơi châu nam khang mục ní dư đường miên ca chạy đầm nâng lọ bà chạy đầm nâng lọ xài hơi chạy bà chạy đầm nâng lọ tiền bấy bà tìm muối cứ bà tìm mỗi cứ đầm nâng lõ sầm rạp cột mà đại bóng phôn từ tua bàn hói bóng phôn ai tới phi vọt và lưng bạc luôn ai bàn amen chứ bóng phôn ai châu room cho môi nâng buộc nhóm nơi khang sọc bát tí nơi không tập bèn sáp phum rồi cả pua chẳng buộc cho miên đầm nâng lõ sầm rạp cột má chạy chun đỏ bóng phôn hay bóng ôn này mau châu room nơi không cam thìประกุมดนตรียังบองโอนอาจมาจูบปุกชมบานบาทดำเนินอตีปีนี่คือดำเนินอสำหรับยูบจุนบาดำเนินอสำหรับยูบจุนให้ดำเนินอกำรัดมวยเตี้ยคือสำหรับมนุษย์จ่านี่คือขนมคายบุญการไตรเมียตีปีนี้คือจีคายได้จรวะไตรบานบ่มใบchia khai đại bàn bài bà chụp vạ đại tây bấm bái ông cho họ than nhẹ tốt về để cái đo chụp vạ tránh quạt ấy phía bạn bao chùm họ sầm rạp quát đảm bảo đo lên quát ai miền sài phim chẳng buộc trong chia buộc evangelist vì muốn trong bị bạn ở trong ca bình dối vì pro vì admin khang evangelist nơi bờ tây Campuchiaแต่ខ្ញុំអត់ដឹងថាតើវាមានឬយ៉ាងណាប៉ុន្តែអ្វីដែលខ្ញុំដឹងវាអត់ទាន់ឃើញអញ្ចឹងពួកគាត់ដែលមកគេហៅបង្កើតកម្មវិធីមួយការបោះជំរំព្រះយេស៊ូវហ្នឹងនៅខាងទឹកដីខេត្តតាកែវហ្នឹងដែលពួកខ្ញុំកំពុងតែបម្រើការងារហ្នឹងពួកគាត់ដែលមកហ្នឹងហើយគឺជាពួកផ្សាយដំណឹងល្អគឺ evangelist នេះឯងអញ្ចឹងយើងត្រឡប់មកវិញគឺអ្វីដែលព្រះឲ្យមកជាអំណោយទានគឺសុទ្ធតែល្អទាំងអស់អត់មានអំណោយទានណាមកដែលអន់ដែលត្រូវតែខំប្រឹងធ្វើអីអត់ទេបើសិនជាព្រះឲ្យអំណោយមកហើយយើងត្រូវធ្វើដើម្បីបានអំណោយវាលែងហៅអំណោយទេគេហៅរង្វាន់អស់អ្នកណាដែលចូលនៅក្នុងចម្រោតនោះនឹងបានរង្វាន់ឃើញអត់ដើម្បីឲ្យបងប្អូនបានទទួលបានរង្វាន់មានន័យថាព្រះពោជាហិរញ្ញវត្ថុហ្នឹងតបងប្អូនខំប្រឹងធ្វើបងប្អូនខំប្រឹងធ្វើបានហើយបើបងប្អូនអត់ខំប្រឹងធ្វើអត់បានទេវាខុសអំពី give អំណោយទានអត់ធ្វើទេដូចខ្ញុំលើកទៅហោរៀងទៅមុខបន្តិចចុះបុណ្យ Christmas ចឹងមែនទេគេចែកកាដូគ្នាទៅវិញទៅមកអញ្ចឹងសំណួរសួរថាអ្នកដែលទទួលកាដូនោះបានធ្វើអីអត់បានទេគឺទទួលទៅមកបាទឧទាហរណ៍បើសិនតែគាត់ខំប្រឹងធ្វើឲ្យបានកាដូគេលែងហៅអំណោយទេគេហៅរង្វាន់
ពីព្រោះកើតចេញពីការធ្វើរបស់អ្នកឧទាហរណ៍ថាប្រាក់ខែរបស់អ្នកអាហ្នឹងគឺជារង្វាន់មិនមែនជាអំណោយទេអរគុណព្រះអង្គអញ្ចឹងវាទៅជាអំណោយទានបាទអ្នកខំប្រឹងធ្វើបើជារង្វាន់អញ្ចឹងឈប់គិតទៀតឈប់គិតអំពីរឿងខំប្រឹងធ្វើយ៉ាងម៉េចដើម្បីឲ្យបានសុចរិតដើម្បីឲ្យបានសេចក្តីជំនឿអត់ទេបងប្អូនណាអញ្ចឹងយើងត្រូវតែយើងមើលនៅក្នុងគម្ពីរ2កូរិនតូសចំពុក5ខ21ខ្ញុំអានជូនបាទត្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសយើងរាល់គ្នាវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះនៅដោយនៅព្រះអង្គនោះឯងព្រះអង្គឯងគឺជាព្រះយេស៊ូវនេះឯងអញ្ចឹងទ្រង់អត់មានបាបប៉ុន្តែទ្រង់សគត់សម្រាប់យើងទ្រង់ធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើងទ្រង់ទទួលបាបជំនួសយើងអញ្ចឹងយើងជឿថាព្រះគុណដែលយើងទទួលពីព្រះយេស៊ូវយើងជឿអត់ថាទ្រង់ពិតជាបានធ្វើរឿងទាំងអស់នឹងសម្រាប់យើងទ្រង់ពិតជាបានលួសបាបសម្រាប់យើងទ្រង់ពិតជាប្រមូលគ្រប់អស់ទាំងជំងឺរោគាជរាពិការពីយើងទៅបាទអញ្ចឹងសេចក្តីជំនឿហ្នឹងគឺអីទទួលយកការប្រព្រឹត្តនេះគឺអីទទួលយកពាក្យថាទទួលយកគឺអីរាល់ពេលដែលខ្ញុំមានទីសម្គាល់ឈឺក្បាលហើយគេហៅថាជំងឺផ្ដាសាយក្អកអីចឹងទៅឧទាហរណ៍តែរឿងខ្លះកើតបែបអញ្ចឹងពួកខ្ញុំធ្វើម៉េចបើខ្ញុំមានសេចក្តីជំនឿបើខ្ញុំទទួលយកព្រះគុណរបស់ព្រះកន្លែងនេះខ្ញុំអត់ទទួលថាជំងឺនេះជាជំងឺរបស់ខ្ញុំទេប៉ុន្តែជាទីសម្គាល់របស់ខ្ញុំចាអ្វីដែលកើតឡើងគឺជាទីសម្គាល់មិនមែនជាជំងឺដែលនៅខាងក្នុងខ្លួនខ្ញុំទេចិត្តខ្ញុំទទួលយកអីខ្ញុំទទួលយកព្រះគុណថាព្រះយេស៊ូវពិតជាបានធ្វើអ្វីគ្រប់យ៉ាងពិតជាបានបង់ថ្លៃជំនួសខ្ញុំពិតជាបានលួសបាបជំនួសខ្ញុំពិតជាបានប្រមូលគ្រប់អស់ទាំងជំងឺរោគាជរាពិការពីខ្ញុំហើយក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំទ្រង់ធ្វើអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំតែដល់ពេលឈឺក្បាលឈឺអីរឿងអីចឹងជាទីសម្គាល់សម្រាប់ខ្ញុំមានខ្ញុំដឹងតែហេតុអីបានឈឺក្បាលមានអ្វីមួយកើតឡើងចឹងបងប្អូនច្បាស់ជាមានទីសម្គាល់រៀងខ្លួនបាទចឹងទីសម្គាល់រៀងខ្លួនចឹងបងប្អូនត្រូវដឹងកុំឲ្យបងប្អូនព្យាយាមធ្វើវាអីកុំព្យាយាមធ្វើអត់បានទេព្យាយាមធ្វើមិនមែនជាអំណោយទានទេយើងបងប្អូនទៅក្រោយវិញទៅច្បាប់ចាស់ពោច្បាប់ក្រឹតវិន័យគឺអីធ្វើច្បាប់ព្រះគុណអត់ទេទទួលយកអញ្ចឹងក្រឹតវិន័យអីគេធ្វើចុះព្រះគុណទទួលយកទទួលស្គាល់ថាព្រះយេស៊ូវពិតជាបានធ្វើឲ្យយើងមែនតែប៉ុណ្ណឹងឃើញពិបាកអត់វាអត់ពិបាកអីមកបន្តិចសោះវាងាយមែនតែនហើយយើងនាំគ្នានៅតែហៅខ្លួនឯងថានៅតែមានបាបលន់តួបាបអីអត់ទេយើងអត់ព្រមចាក់ចេញពេលដែលយើងចាក់ចេញវាអត់អញ្ចឹងហើយបងប្អូនខ្លះសួរនៅក្នុងលក្ខណៈគេហៅផ្ចាញ់ផ្ចាលអូឲ្យតែបានទទួលព្រះគុណហ្នឹងគឺតែពីប្រព្រឹត្តធ្វើនេះធ្វើនោះទៅចោះតែសម្រាប់គេសម្រាប់ឯងជេរគេជេរឯងហ្នឹងទៅបើសិនជាបងប្អូនទទួលយកព្រះគុណបងប្អូនថារបៀបទទួលគឺអីគឺជាសេចក្តីជំនឿធ្វើម៉េចដើម្បីឲ្យសេចក្តីជំនឿហ្នឹងយើងទទួលយកព្រះគុណរបស់ព្រះបានតាមរយៈអីគម្ពីររ៉ូមជំពូក10ខ17គឺអីសេចក្តីជំនឿកើតឡើងដោយយល់ហើយដែលយល់នោះគឺយល់ព្រះបន្ទូលបើយើងជំនួសពាក្យលឺឲ្យទៅជាយល់វិញពេលនោះសំណួរសួរថាតើបងប្អូនយល់ព្រះបន្ទូលនៅ
បើបងប្អូននិយាយអញ្ចឹងមានថាបងប្អូនអត់ទាន់យល់ព្រះបន្ទូលទេបើបងប្អូនយល់មានរឿងអីត្រូវទៅប្រព្រឹត្តរឿងអស់ហ្នឹងពីព្រោះព្រះគុណអត់ឲ្យយើងប្រព្រឹត្តទេគ្រាន់តែយើងធ្វើទទួលហើយធ្វើតាមទទួលធ្វើតាមហ្មងព្រះយេស៊ូវបានសគត់នៅលើឈើឆ្កាងប្រមូលគ្រប់អស់ទាំងជំងឺរោគាពីយើងរួចហើយមិនមែនតែយើងទេពីផែនដីចាស់អ្វីដែលយើងត្រូវជឿទៅលើអីអូព្រះយេស៊ូវទ្រង់ពិតជាសគត់នៅលើឈើឆ្កាងមែនហើយទ្រង់ពិតជាប្រមូលយកអស់ជំងឺរោគាជរាពិការពីលោកីមិនមែនពីខ្ញុំទេណាពីលោកីទាំងមូលអញ្ចឹងលោកីទាំងមូលរាប់មានបងប្អូនហើយខ្ញុំទេមានចឹងខ្ញុំទទួលយកឲ្យប្រព្រឹត្តតាមមានន័យថាម៉េចពេលឈឺក្បាលអូមែនទេច្បាស់ជាមិនមែនជំងឺឈឺក្បាលរបស់ខ្ញុំទេប៉ុន្តែមានស្អីមួយតាក់ទងនឹងឈឺក្បាលចឹងពេលដែលយើងរកទៅឃើញកន្លែងហ្នឹងហើយដែលយើងត្រូវប្រព្រឹត្តតាមអីតាមព្រះបន្ទូលរបស់ព្រះបន្ទូលរបស់ព្រះអត់បានចែងថាពេលដែលយើងទទួលយកព្រះគុណរបស់ព្រះយេស៊ូវពេលដែលយើងកើតជាថ្មីពេលដែលយើងទទួលព្រះយេស៊ូវមកនៅក្នុងជីវិតយើងមានជំងឺទេគឺអត់មានចាមានជាអីវាជាអីមួយផ្សេងខុសពីជំងឺធម្មតារបស់ខ្លះយើងអាចការពារបានឥឡូវទៅហោះដូចខ្ញុំជិះម៉ូតូអញ្ចឹងគ្រាន់តែអាវវែងខ្ញុំរៀងហើបមកបន្តិចគឺវាអាលៀកស្បែកទេឡើងខ្លោចតែអានឹងវាជាជំងឺរបស់ខ្ញុំអត់ទេវាជាធម្មជាតិរបស់កម្ដៅកាលណាដែលយើងចំហដៃអញ្ចឹងគឺអីវាមិនខ្មៅវាលក្ខណៈអញ្ចឹងវាមិនមែនរបស់ដែលនៅក្នុងចេញមកទេជឿហើយប្រព្រឹត្តតាមសេចក្តីជំនឿខ្វះការប្រព្រឹត្តគឺស្លាប់ប្រព្រឹត្តហ្នឹងគឺអីទទួលយកប្រព្រឹត្តយើងត្រូវដឹងថាតើយើងនៅក្នុងច្បាប់ណាបើច្បាប់ក្រឹតវិន័យប្រព្រឹត្តមែនធ្វើហ្មងអង់គ្លេសថា working ធ្វើហ្មងបើអត់ធ្វើអត់បានមកតែដល់ពេលយើងមិនមែននៅក្រោមច្បាប់ក្រឹតវិន័យយើងនៅក្រោមច្បាប់ព្រះគុណអត់ធ្វើទេប៉ុន្តែទទួលយកមកសម្រាប់ជីវិតខ្លួនឯងព្រះយេស៊ូវប្រាប់ថាទ្រង់ប្រមូលអស់ហើយចឹងបើប្រមូលជំងឺរោគាអស់ហើយមានតែផែនដីនេះវាអត់មានទេបើអ្នកណាដែលទទួលយកព្រះយេស៊ូវមានន័យថាត្រូវរស់នៅក្នុងពិភពលោកថ្មីមួយរបស់ព្រះយេស៊ូវរៀបចំឲ្យចឹងយើងចូលនៅក្នុងនោះអត់មានទេអរគុណព្រះអង្គបើករូបភាពនេះមួយឧទាហរណ៍ខ្ញុំអត់ដែរទៅសិង្ហបុរីទេប៉ុន្តែឮតែបងប្អូននិយាយថាសិង្ហបុរីសម្រាមមួយក៏អត់មានដែរសំណួរបើសិនជាបងប្អូនហោះពីស្រុកខ្មែរជន់ទឹកដីសិង្ហបុរីប្លុកសំណួរសួរថាមានសម្រាមទេអត់ទេបើជន់ទឹកដីហ្នឹងវាអត់មានផ្លូវយើងចាស់ផ្លូវពេញហើយនឹងផ្លូវខេត្តគឺផ្លូវដីតែចូលដល់ក្នុងផ្លូវលំតាមជនបទគឺដីហុយមកពេញអត់ហុយទេវាកស៊ូវាបែបហ្នឹងអញ្ចឹងសំណួរសួរថាពេលដែលបងប្អូនទទួលយកព្រះយេស៊ូវតែបងប្អូនរស់នៅក្នុងពិភពលោកដែលព្រះយេស៊ូវរៀបចំឲ្យយើងនៅចឹងបងប្អូនរស់នៅពិភពលោកមួយណាពិភពលោករបស់ផែនដីឬក៏ពិភពលោកមួយទៀតរបស់ព្រះយេស៊ូវចឹងបើយើងនិយាយសិង្ហបុរីនៅណាសិង្ហបុរីនៅក្នុងផែនដីតែមូលដូចគ្នាមែនទេបាទប៉ុន្តែបើយើងនិយាយពីសម្រាមអត់មានអញ្ចឹងបើសិនជាយើងចង់រស់នៅបរិយាកាសអញ្ចឹងទៅរស់នៅសិង្ហបុរីទៅវាអញ្ចឹងមកអូខេអញ្ចឹងតើបងប្អូនទៅនោះនៅជួនកាលបងប្អូនឈរនៅកន្លែងជនបទដីហុយទលោមសិតតែខ្សាច់ហើយបងប្អូនថាអូថ្ងៃណាទៅហើយបងប្អូនអត់ព្រមទៅកន្លែងដែលអត់ហុយ
chứ bây giờ bong ôn cho nơi cái này đại đầy phô vì mình hơi mà nè hay bong ôn trong ọt hồi ở cho ọt hồi mau cả trong đồng bình nó mới lên hồi chứ mà ta bong ôn đa pi cái này hồi nữa mà nó cái này mình hồi nữa nừ bây giờ bong ôn đa mau cái này ọt mau cái này cả trong nó mới lên hồi hay bong ôn cho nơi cái này này chôn được bọt đầy hồi hay bom ôn u đấu hồi chứ mấy con bông đá mau tì krong mau bị lên hồi đó cái này chứ bom ôn luôn là không bị phục lục này bán bằng cát bị phục lục đó là ở cho mỗi xem làm dương luôn đấy hay dương mình pro máu dương nơi tập bị phục lục chả này bom ok ní cứ chia vậy đấy bom ôn của bông tay ắt prom chặt tranh bị phục lục rồi bom ôn mau bị phục lục thay đấyព្រះយេស៊ូវរៀបចំឲ្យតើបងប្អូនរស់នៅក្នុងជីវិតថ្មីរបស់បងប្អូនហើយឬនៅបាទនៅពេលណាដែលបងប្អូនដែលបានរស់នៅសហរដ្ឋអាមេរិកហើយបងប្អូនទៅអង្គុយគិតពីរឿងចរាចរណ៍ជីវិតចាស់ដែលបងប្អូនបានរស់នៅចាស់ទៅប្រៀបធៀបគ្នាមិនបានចឹងបងប្អូនត្រូវតែសម្របសម្រួលខ្លួនឯងទៅរស់នៅច្បាប់ថ្មីពិភពលោកថ្មីហើយនឹងនៅក្នុងជីវិតថ្មីបាទនៅស្រុកគេធ្វើការរស់នៅតទៅធ្វើការបើមិននៅក្នុងកម្លាំងដែលបើយើងចង់បានលុយច្រើនទៀតតទៅធ្វើការហើយបើមិនយើងមិនចង់តយើងរស់នៅក្នុងច្បាប់របស់គេឧបត្ថម្ភតែមួយចំនួនមួយមានកំណត់ទេយើងចង់បានលើសពីហ្នឹងអត់បានតធ្វើការមិនបានចឹងយើងត្រូវទៅរស់នៅក្នុងពិភពលោកថ្មីមួយដែលព្រះយេស៊ូវបានរៀបចំសម្រាប់យើងបាទចឹងយើងមើលនៅក្នុងបទគម្ពីររ៉ូមចំពុក11ខ6បាទខ្ញុំអានជូនហើយបើសិនជាដោយសារព្រះគុណពិតនោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេពីព្រោះព្រះគុណទទួលយកក្រឹតវិន័យធ្វើខុសគ្នាបងប្អូនណាព្រះគុណទទួលយកក្រឹតវិន័យធ្វើបានពុំនោះព្រះគុណមិនមែនជាព្រះគុណទៀតទេបើយើងរស់នៅក្នុងព្រះគុណហើយយើងទៅធ្វើអានឹងមិនមែនជាព្រះគុណទៀតទេតែបើដោយអាងការប្រព្រឹត្តមែនអាងតែរឿងធ្វើទេនោះមិនមែនជាព្រះគុណទៀតទេបើយើងថាតធ្វើមិនបានអញ្ចឹងយើងមិនមែនរស់នៅក្នុងព្រះគុណទេយើងរស់នៅក្នុងក្រឹតវិន័យនោះសុទ្ធតែបាទនោះមិនមែនដោយព្រោះដោយព្រះគុណទៀតទេពុំនោះការប្រព្រឹត្តមិនមែនជាការប្រព្រឹត្តទៀតទេchứ bởi caប្រព្រឹត្តហើយយើងនិយាយថានៅក្នុងព្រះគុណអត់ទេអញ្ចឹងប្រព្រឹត្តនេះមិនមែនប្រព្រឹត្តនៅក្នុងព្រះគុណទេប្រព្រឹត្តនៅក្នុងព្រះគុណគឺអីទទួលយកប្រព្រឹត្តនៅក្នុងការក្នុងក្រឹតវិន័យធ្វើខុសគ្នាគុណត្រង់អញ្ចឹងវាពីរខុសគ្នាអត់អាចយកមកបញ្ចូលគ្នាបានទេហើយបើសិនជាយើងមើលនៅក្នុងគម្ពីរកាឡាទីចំពុក2ខ21ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេត្បិតបើសិនជាសេចក្តីសុចរិតបានមកដោយសារក្រឹតវិន័យសេចក្តីសុចរិតបានមកពីក្រឹតវិន័យបានដោយសារអីដោយសារធ្វើនោះព្រះគ្រីស្ទសុគតបានសុគតជាឥតប្រយោជន៍សោះ
បាទអញ្ចឹងបើសិនជាយើងថាសេចក្តីសុចរិតបានពីការប្រព្រឹត្តចុះព្រះយេស៊ូវខំសគត់នៅលើឈើឆ្កាងមិនអត់ប្រយោជន៍ទេអញ្ចឹងយើងនាំគ្នាទៅប្រព្រឹត្តតទៀតមែនទេយើងលែងទទួលយកព្រះគុណហើយអ្វីគ្រប់យ៉ាងព្រះគុណមិនមែនជាការដែលយើងខំប្រឹងធ្វើឲ្យបានពេញលេញឲ្យបានទទួលអ្វីមួយពេញលេញឬក៏ទទួលគុណពីនរណាម្នាក់ពេញលេញនោះទេគឺដោយសារអំណោយទានរបស់ព្រះចាអ្វីដែលសំខាន់បងប្អូនត្រូវតែឆ្លើយតបទៅនឹងអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងគឺជាព្រះគុណនេះឯងការឆ្លើយតបនឹងគឺឆ្លើយតបបែបម៉េចបងប្អូនទទួលយកអត់ទទួលស្គាល់អត់ថាព្រះយេស៊ូវពិតជាធ្វើអ្វីគ្រប់យ៉ាងសម្រាប់យើងអាហ្នឹងឯងសេចក្តីជំនឿគឺឆ្លើយតបនេះឯងទទួលយកឬអត់បើបងប្អូនអត់មានសេចក្តីជំនឿបងប្អូនអត់ទទួលយកទេបើបងប្អូនមានសេចក្តីជំនឿបងប្អូនទទួលយកពាក្យសេចក្តីជំនឿជាភាសាខ្មែរកន្លែងនេះដូចវាស្ដាប់មើលទៅដូចរៀងពិបាកយល់បន្តិចប៉ុន្តែសេចក្តីជំនឿមិនមែនជានាមទេជាកិរិយាសព្ទធ្វើអ្វីមួយឆ្លើយតបត្រឡប់ទៅវិញបាទយើងនឹងមើលខបញ្ចប់អេផេសូចំពុក2ខ8ដល់ខ9បាទត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះមិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរអត់មានពីណាប្រព្រឹត្តទេក្រែងអ្នកណាអួតខ្លួនបាទចាណាអញ្ចឹងវាធ្វើឲ្យយើងអួតខ្លួនចឹងអ្នកត្រូវគិតអំពីព្រះគុណនៅក្នុងរូបភាពបែបនេះព្រះគុណគឺជាអ្វីដែលព្រះធ្វើសេចក្តីជំនឿគឺជាអ្វីដែលយើងធ្វើអេមែនចឹងព្រះគុណគឺជាអ្វីដែលព្រះធ្វើចំសេចក្តីជំនឿគឺជាអ្វីដែលយើងធ្វើដូចខ្ញុំបានបញ្ជាក់ថាតើព្រះគុណនៅខាងណាហើយសេចក្តីជំនឿនៅខាងណាព្រះគុណនៅខាងព្រះសេចក្តីជំនឿនៅខាងយើងផ្នែករបស់យើងគឺទទួលឬក៏យើងឆ្លើយតបត្រឡប់ទៅនឹងព្រះគុណរបស់ព្រះវិញដោយអីដោយទទួលនៅព្រះគុណហើយយកមកអនុវត្តនៅក្នុងជីវិតយើងឲ្យរស់នៅបានពេញលេញសេចក្តីជំនឿគឺកត់ឈ្មោះយើងជាអ្នកដែរត្រូវធ្វើសេចក្តីជំនឿដូចដែលបានលើកឧទាហរណ៍មុននឹងបន្តិចហ្នឹងគឺតាក់ទងទៅនឹងការប្រឡងហ្នឹងគឺគ្រាន់តែសេឈ្មោះនៅលើกระดาษទេអាហ្នឹងសេចក្តីជំនឿតែអ្វីគ្រូជាអ្នកសម្រេចគ្រូជាអ្នកសម្រេចតើអ្នកធ្វើតាមអត់បាទទទួលអត់ទទួលថាគ្រាន់តែសេឈ្មោះទៅជាប់ហើយជំរឿសមួយទៀតតតែធ្វើហើយម្នាក់ដែលធ្វើហ្នឹងគឺអត់បានជាប់ទេពីព្រោះសំណួរដែលវាពិបាកតែដល់ពេលអ្នកដែលគេជឿគ្រាន់តែសេតែឈ្មោះនោះជាប់ហើយបាទអំណោយទានប្រសិនបើយើងមិនមានការឆ្លើយតបជាវិជ្ជមានទេជាសេចក្តីជំនឿទេនោះនឹងមិនបានសង្គ្រោះដល់អ្នកទេសេចក្តីជំនឿមិនមែនឆ្លើយតបទៅនឹងព្រះគុណរបស់ព្រះធ្វើឲ្យអ្នកត្រូវមានទោសនោះទេបើអ្នកទទួលយកព្រះគុណហើយអ្នកទៅមានទោសអានោះអត់ទេអេមែនបាទអរគុណព្រះអង្គ
មេរៀនថ្ងៃនេះគឺយើងបញ្ចប់ត្រឹមប៉ុណ្ណេះគឺយើងគ្រាន់តែញែកអំពីសេចក្តីជំនឿនិងព្រះគុណគឺព្រះជាអ្នកធ្វើឲ្យយើងសេចក្តីជំនឿយើងជាអ្នកធ្វើនឹងគឺធ្វើអីឆ្លើយតបត្រឡប់ទៅព្រះវិញឆ្លើយរបៀបណាគឺយើងទទួលស្គាល់ទទួលយកនៅអ្វីដែលព្រះបានធ្វើដែលនៅក្នុងគម្ពីរហៅថាព្រះគុណនេះឯងជាអំណោយទានដែលយើងទទួលយកអំណោយទាននេះមកហើយអនុវត្តនៅក្នុងជីវិតរបស់យើងឲ្យបានល្អអេមែនយើងដឹងហើយថាគម្ពីរយ៉ាកុបចំពុក1ខ17មិញបានបញ្ជាក់ថាអំណោយទានទាំងអស់សុទ្ធតែជារបស់ល្អអត់មានរបស់ណាដែលអាក្រក់ទេអញ្ចឹងពេលណាដែលយើងយល់ដឹងអំពីព្រះបន្ទូលនេះហើយនៅក្នុងគម្ពីររ៉ូមចំពុក10ខ17បានបញ្ជាក់ថាសេចក្តីជំនឿកើតឡើងដោយឮហើយតែយើងបើសិនជាយើងជំនួសពាក្យឮដោយថាពាក្យថាយល់ហើយដែលយល់នោះគឺយល់ដោយសារព្រះបន្ទូលព្រះបើយើងអត់យល់កន្លែងហ្នឹងទេយើងច្បាស់ជាយើងអត់ជឿទេអាមែនអរគុណព្រះអង្គយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតបាទនៅក្នុងស៊េរីនៃព្រះគុណនេះដដែលបាទភាគ3ហើយមុននឹងខ្ញុំបញ្ចប់ខ្ញុំនឹងអធិដ្ឋានសម្រាប់ការដាក់ដង្វាយរបស់បងប្អូននៅទីនេះបាទអរគុណព្រះអង្គព្រះបិតាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានគ្រប់អស់ទាំងអំណោយទាននៃព្រះគុណរបស់ទ្រង់ដល់មនុស្សទាំងអស់នៅផែនដីនេះគូនអរព្រះគុណព្រះអង្គនៅគ្រប់អស់ទាំងព្រះពរនៅក្នុងព្រះគុណរបស់ទ្រង់សម្រាប់មនុស្សទាំងអស់នៅផែនដីនេះកូនអធិដ្ឋានសម្រាប់ដង្វាយដែលបងប្អូនបានដាក់នេះឲ្យបានជាផលផ្លែផលគុណមួយជា1000នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអរព្រះគុណព្រះអង្គអាមែនយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយអត់បានជួបទេបងប្អូនណាបាទអញ្ចឹងសូមជួបនៅសប្តាហ៍ក្រោយមួយទៀតបន្ទាប់ពីចូលឆ្នាំមិនមែនខ្ញុំសម្រាប់ទេបងប្អូនណាគឺដោយសារតែយើងមាន concert នៅខាងស្រុកបាទីអញ្ចឹងពួកខ្ញុំត្រូវចូលរួមដើម្បីធ្វើការចែកដំណឹងល្អទាំង3នេះឲ្យបងប្អូននៅទីនោះអញ្ចឹងវាចំថ្ងៃច័ន្ទអង្គារពុធអញ្ចឹងស៊េរីនៃព្រះគុណនេះគឺត្រូវបានលើកទៅអាទិត្យមួយទៀតបាទថ្ងៃអង្គារអាទិត្យផ្សេងមួយទៀតមិនមែនអាទិត្យក្រោយទេពីព្រោះអាទិត្យក្រោយនេះគឺជា concert នៅស្រុកបាទីដែលពួកខ្ញុំត្រូវចុះទៅបាទទាំងយប់អញ្ចឹងចុះទៅតាំងពេលរសៀលទៅអញ្ចឹងវានៅដល់យប់អញ្ចឹងអត់បានផ្សាយបានទេអញ្ចឹងសូមអធិស្ឋានអញ្ចឹងយើងលើកទៅមកអាទិត្យទៀតអាទិត្យក្រោយអត់ទេអាទិត្យបន្ទាប់មួយទៀតបាទអញ្ចឹងសង្ឃឹមថាយើងនឹងជួបគ្នានៅពេលនោះទៀតរាត្រីសួស្តី